ចាសសូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទខ្ញុំអាននៅព្រះគម្ពីរទំនុកដំកើងជំពូក71អោព្រះយេហូវ៉ាអើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់សូមកុំឲ្យទូលបង្គំត្រូវខ្មាស់ឡើយសូមទ្រង់ដោះទូលបង្គំឲ្យរួចហើយស្រោចស្រង់ដោយសេចក្តីសុចរិតរបស់ទ្រង់សូមផ្ទៀងព្រះការមកស្ដាប់ហើយជួយសង្គ្រោះទូលបង្គំផងសូមឲ្យទ្រង់ធ្វើជាថ្មដាសម្រាប់ជាទីលំនៅដល់ទូលបង្គំជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបានទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយត្បិតទ្រង់ជាថ្មដាហើយជាបន្ទាយរបស់ទូលបង្គំអោព្រះនៃទូលបង្គំអើយសូមស្រោចស្រង់ទូលបង្គំឲ្យរួចពីកម្ដាប់ដៃនៃមនុស្សអាក្រក់គឺឲ្យចេញរួចពីកណ្ដាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផងត្បិតអោព្រះយេហូវ៉ាអើយទ្រង់ជាទីសង្ឃឹមនៃទូលបង្គំទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមកគឺទ្រង់ហើយដែលថែរក្សាទូលបង្គំតាំងតែពីផ្ទៃម្ដាយមកទ្រង់បានគាំទូលបង្គំឲ្យចេញចាកពីពោះម្ដាយទូលបង្គំនឹងសរសើរពីទ្រង់ជានិច្ចទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើនតែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេមាត់ទូលបង្គំនឹងពេញដោយសេចក្តីសរសើរដល់ទ្រង់ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដល់រាល់រាល់ថ្ងៃសូមកុំបោះបង់ចោលទូលបង្គំក្នុងការដែលចាស់ជរាឡើយហើយកុំលះបង់ទូលបង្គំក្នុងការដែលមានកម្លាំងអន់ថយនោះដែរត្បិតពួកខ្មាំងសត្រូវគេនិយាយដើមពីទូលបង្គំហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំគេជំនុំគ្នាថាព្រះបានបោះបង់ចោលវាហើយចូលយើងដេញតាមចាប់វាចុះត្បិតគ្មានអ្នកណានឹងជួយវាសោះអោព្រះអង្គអើយសូមកុំគង់ឆ្ងាយពីទូលបង្គំឡើយអោព្រះនៃទូលបង្គំអើយសូមប្រញាប់មកជួយទូលបង្គំផងសូមឲ្យពួកអ្នកដែលទាស់ទទឹងនឹងជីវិតទូលបង្គំបានត្រូវអៀនខ្មាស់ហើយវិនាសសូន្យទៅឯពួកអ្នកដែលរកប្រទោសនឹងទូលបង្គំនោះសូមឲ្យគេបានគ្របពេញដោយសេចក្តីដំណេលនិងអព្យាសវិញឯទូលបង្គំនឹងមានសង្ឃឹមជានិច្ចហើយនឹងសរសើរដល់ទ្រង់កាន់តែច្រើនឡើងមាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្តីសុចរិតនិងពីសេចក្តីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេទូលបង្គំនឹងទៅដោយព្រះចេស្តារបស់ព្រះអង្គម្ចាស់យេហូវ៉ាហើយនឹងដំណាលពីសេចក្តីសុចរិតរបស់ទ្រង់គឺរបស់ទ្រង់តែមួយប៉ុណ្ណោះអោព្រះអង្គអើយទ្រង់បានបង្ហាត់បង្រៀនទូលបង្គំតាំងតែពីក្មេងមកហើយដរាបដល់ឥឡូវនេះទូលបង្គំបានសម្ដែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់អោព្រះអង្គអើយសូមកុំលះបង់ចោលទូលបង្គំឡើយទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផងដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ដល់ដំណរមនុស្សជាន់ក្រោយ
និងពីឫទ្ធានុភាពទ្រង់ដល់ពួកអ្នកដែលត្រូវកើតខាងមុខឯសេចក្តីសុចរិតរបស់ទ្រង់អោព្រះអង្គអើយនោះខ្ពស់ណាស់ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំអោព្រះអង្គអើយតើមានអ្នកណាដូចទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្តីវេទនាដ៏លំបាកជាច្រើនហើយតែទ្រង់នឹងប្រោសឲ្យមានជីវិតចម្រើនឡើងវិញទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជម្រៅនៃផែនដីសូមលើកសេចក្តីខ្ពង់ខ្ពស់នៃទូបង្គំឡើងហើយវិលមកជួយកំសាន្តទូបង្គំវិញអោព្រះនៃទូបង្គំអើយទូបង្គំនឹងសរសើរទ្រង់ដោយពិនដែរគឺនឹងសរសើរពីសេចក្តីពិតរបស់ទ្រង់អោព្រះដ៏បរិសុទ្ធនៃសាសអ៊ីស្រាអែលអើយទូបង្គំនឹងច្រៀងសរសើរថ្វាយទ្រង់តាមសង្ឃកាលណាទូបង្គំច្រៀងសរសើរដល់ទ្រង់នោះបបោរមាត់នៃទូបង្គំនឹងបន្លឺឡើងដោយអំណរព្រមទាំងព្រលឹងនៃទូបង្គំដែលទ្រង់បានលួសនោះផងឯអណ្ដាតរបស់ទូបង្គំនឹងនិទានពីសេចក្តីសុចរិតរបស់ទ្រង់ជាដរាបរាល់ថ្ងៃត្បិតពួកអ្នកដែលរកប្រទោសនឹងទូបង្គំគេបានត្រូវអៀនខ្មាស់មូរមុខចុះហើយសូមព្រះប្រទានពរ